ប្រជាជនអាស៊ីជាពិសេសមនុស្សស្រីមានកត្តាប្រឈមខ្ពស់ជាមួយនឹងបញ្ហាជាប់កត្តាទី1ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងអាកាសធាតុនៅអាស៊ីនិយាយជារួមនិយាយដោយឡែកនៅស្រុកខ្មែររបស់យើងណាគឺជាអាកាសធាតុមួយដែលក្តៅជាអាកាសធាតុមួយដែល365ថ្ងៃអត់មានថ្ងៃណាមួយដែលអត់មានថ្ងៃទេគឺ UV ហ្នឹងគឺតែងតែមានអញ្ចឹងចង់មិនចង់ស្បែករបស់យើងជាពិសេសស្បែកមុខហ្នឹងនឹងប្រឈមជាមួយនឹងពន្លឺ UV ហ្នឹងខ្ពស់មែនតើបើអ្នកដែលគាត់អត់បានថែទាំជាមួយនឹងការការពារពន្លឺថ្ងៃផងគឺប៉ះពាល់ខ្លាំងមែនតើកត្តាទី2គឺពាក់ព័ន្ធជាមួយនឹងកត្តា Z ដោយសារតែអាស៊ីរបស់យើងគឺមានទំនោរមួយនៅក្នុងការផលិតជាតិពណ៌ខ្ពស់បើសិនជាយើងមើលសបល់ស្បែកអាស៊ីហើយនិងសបល់ស្បែកនៅអឺរ៉ុបពណ៌អាស៊ីរបស់យើងគឺមានពណ៌ brown អញ្ចឹងស្បែកបែបនេះគឺងាយនឹងក្នុងការផលិតនៅជាតិពណ៌ហ្នឹងខ្លាំងមែនតើអញ្ចឹងហើយបានជាពីរកត្តានឹងចូលគ្នាធ្វើឲ្យប្រជាជននៅអាស៊ីងាយនឹងការកើតជំងឺជាំលើសពីនេះមានកត្តាមួយដែលពេលខ្លះយើងអត់បានចាប់អារម្មណ៍ទេនោះគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ផលិតផលដែលមានជាតិកាត់ជាតិលាយឬក៏ការបកស្បែកនឹងឯងដោយសារតែទំនោររបស់ប្រជាជនអាស៊ីគឺចង់បានស្បែកសអញ្ចឹងគាត់តែងតែទៅរើស product ណាដែលប្រើទៅសអញ្ចឹង product ដែលប្រើទៅសភាគច្រើនគឺមានជាតិកាត់ជាតិលាយដែលធ្វើឲ្យស្បែករបស់គាត់បាត់បង់រនាំងការពារជាមួយនឹងពន្លឺថ្ងៃមួយតង់ទៀតបូកជាមួយនឹងការដែលគាត់ត្រូវពន្លឺថ្ងៃនឹងខ្លាំងដែលធ្វើឲ្យគាត់ងាយនឹងក្នុងការជាប់មែនតើអញ្ចឹង3កត្តានេះហើយដែលធ្វើឲ្យប្រជាជនអាស៊ីឬក៏ដោយឡែកប្រជាជនកម្ពុជារបស់យើងងាយជាប់មុខបាទអរគុណច្រើន